បាទគណៈពេលនេះមានបរមម្នាក់បានផ្លះសាច់ជ្រូកទៀតហើយការងារដូរបាយបងប្អូនបាទការបាទថែការទុកមិនសុខចិត្តក៏បានផ្លះសាច់ជ្រូកខ្ទេចខ្ទីដូចខ្ទឹមបាទអរគុណកញ្ញាម៉ូយលោកម៉ូយនឹងមានតម្រូវការយកសាច់ជ្រូកយកទៅលក់តមានបោះដុំនៅផ្សារដើមស្កូវបងប្អូនតូបចែវីផ្លូវចុះខាងស្ដាំដៃបាទមានតម្រូវការគ្រប់មុខបងប្អូនខាងផ្នែកសាច់ជ្រូកបាទមានបញ្ហាចង់ការតាក់ទងអីទេតាមលេខទូរស័ព្ទ092 38 56 16បងប្អូននិងខ្សែទៀត093 650 156បើមានចំណាប់អារម្មណ៍អាចតាក់ទងមកខ្ញុំមកផ្ទាល់បានការងារដូរបាយបងប្អូនមកបងប្អូនណាត់ឆ្លាញ់អាចជួយឧបត្ថម្ភបាយអបពីអបបានណាបងប្អូនបាទឬក៏ជាថវិកាតាមរយៈអេស៊ីដាក៏បានដែរបងប្អូនម្នាក់1សេន2សេនក៏បានដែរដើម្បីជីវភាពដូរបាយបាទការងារដែលយើងស្រឡាញ់បងប្អូនមានតែប៉ុណ្្នឹងឯងបងប្អូននឹងការងារបាទការងារអបហើយបងនឹងបងប្អូនដែលស្រឡាញ់ជួយទិញក៏បានដែរបងប្អូនបាទមានឆ្អឹងជំនី3ជាន់និងសាច់ចលាងឆ្ងាញ់លេខ1មានច្រើនគ្រប់ប្រភេទបងប្អូនគ្រឿងក្នុងឆ្អឹងស៊ុបជើងផ្ទះបេះដូងពវៀនចំមុះតិចមានគ្រប់ប្រភេទបងប្អូនបាទជួយគ្រប់គ្រងផងបងប្អូនផលិតផលខ្មែរបាទអរគុណច្រើនជម្រាបលាបងប្អូន